ធ្លាប់អត់ធ្វើការរវល់ពេញមួយថ្ងៃដល់មើលការងារទៅមានអារម្មណ៍ថាចុំរវល់មួយថ្ងៃមើលទៅដូចការងារបានដុំកំភួនអីសោះរឿងហ្នឹងមិនមែនកើតឡើងតែទៅលើអ្នកម្នាក់ឯងទេមនុស្សជាច្រើនក៏ធ្លាក់ចូលនៅក្នុងអន្ទាក់នេះដែរហើយថែមទាំងមានអ្នកសរសេរសៀវភៅពីវាទៀតលោក Cal Newport ក្នុងសៀវភៅរបស់គាត់ឈ្មោះ Deep Work បានបញ្យល់ថាពួកយើងភាគច្រើនធ្លាក់ចូលឬក៏ជាប់គាំងនៅក្នុងអ្វីមួយដែលគាត់ហៅថា Shallow Work ការងារដែលគ្រាន់តែធ្វើឲ្យយើងរវល់ប៉ុន្តែមិនបានជួយឲ្យជីវិតឬអាជីពរបស់យើងទៅមុខទេវីដេអូនេះពួកយើងនឹងសង្ខេបសៀវភៅ Deep Work របស់លោក Cal Newport និយាយអំពី core concept គោលគំនិតសំខាន់នៃសៀវភៅនិងមេរៀនចំនួន5ដែលពួកយើងគិតថាសំខាន់បន្ទាប់ពីពួកយើងបានអានវាអស់រយៈពេលមួយអាទិត្យនេះពួកយើងសង្ឃឹមថាក្រោយមើលវីដេអូនេះចប់អ្នកនឹងអាចផ្ដោតអារម្មណ៍នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកបានល្អជាងមុនជាមួយនឹងវិធីសាស្ត្រមួយចំនួនដែលអាចជួយបន្ថយ stress ក៏ដូចជាបន្ថែមនូវរសជាតិនៃជីវិតឲ្យអ្នកទាំងអស់គ្នាតែមុននឹងចូលទៅក្នុងវីដេអូយើងក៏ចង់ជូនដំណឹងអ្នកទាំងអស់គ្នាមួយដែរវីដេអូទាំងអស់នេះចំណាយពេលស្រាវជ្រាវដើម្បីផលិតច្រើនមែនទែនហើយពួកយើងក៏អត់អាចផលិតវាបានដែរបើសិនជាគ្មានការឧបត្ថម្ភទៅលើការផលិតពីដៃគូសហការរបស់យើងទេពីក្រោពួកយើងពិតជាអរគុណខ្លាំងមែនទែនទៅដល់ដៃគូសហការរបស់យើងគ្រប់រូបដែលបានគាំទ្រការផលិតនៅប្រភេទវីដេអូព័ត៌មានកម្សាន្តជូនទៅដល់សង្គមជាតិមកជួប sponsor យើងថ្ងៃនេះតាដាគឺជាសេវាកម្មកក់យានជំនិះដែលផ្ដល់ជូននៅតម្លៃសមរម្យសេវាកម្មរហ័សដែលបច្ចុប្បន្នកំពុងតែដំណើរការនៅក្នុងប្រទេសកម្ពុជាសិង្ហបុរីវៀតណាមនិងហុងកុងត្រឡប់មកវីដេអូយើងវិញគោលគំនិតសំខាន់នៅក្នុងសៀវភៅឬក៏ core concept របស់សៀវភៅ Deep Work ដែលនិពន្ធដោយលោក Cal Newport គឺការងាររយៈ vs ការងារជ្រៅ Shallow Work versus Deep Work ក្នុងសៀវភៅនេះលោកព្យាយាមបង្ហាញនូវគុណតម្លៃនៃការងារស៊ីជម្រៅ Deep Work ដោយឲ្យនិយមន័យវាថាការងារស៊ីជម្រៅឬក៏ Deep Work គឺជាសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ដោយគ្មានការរំខានទៅលើការងារដែលតម្រូវឲ្យប្រើកម្លាំងខួរក្បាលច្រើនដូចជាការនិពន្ធការរៀបចំនៃយុទ្ធសាស្ត្រការសិក្សាជាដើមវាជាជំនាញមានតម្លៃខ្លាំងនៅក្នុងសម័យសពថ្ងៃនៅក្នុងសៀវភៅនេះក៏តែងតែនិយាយរឿយៗថាជំនាញនេះវាមានតម្លៃព្រោះបរិបទសង្គមយើងបច្ចុប្បន្នធ្វើឲ្យមនុស្សជាច្រើនបាត់បង់នូវសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ដែលធ្វើឲ្យការងាររបស់ពួកគាត់ធ្លាក់ចុះនៅប្រសិទ្ធភាពនិងគុណតម្លៃនៅពេលអ្នកផ្ដោតអារម្មណ៍ធ្វើការងារស៊ីជម្រៅ Deep Work អ្នកអាចបង្កើតបាននូវសមិទ្ធផលដែលពិបាកចម្លងដូចជាគំនិតច្នៃប្រឌិតដំណោះស្រាយបញ្ហាពិបាកយុទ្ធសាស្ត្រទីផ្សារជាដើមឧទាហរណ៍ក្នុងជីវិតប្រចាំថ្ងៃជាក់ស្ដែងថ្នាក់ដឹកនាំនៅក្នុងអង្គភាពអាជីវកម្មណាមួយកម្រិត Manager កម្រិត Director ភាគច្រើនពួកគាត់មាន Office រៀងៗខ្លួនអត់ធ្វើការលុកលំជាមួយនឹងបុគ្គលិកទូទៅទេព្រោះអីព្រោះថាយុទ្ធសាស្ត្រឬក៏ដំណោះស្រាយបញ្ហាមួយត្រូវការផ្ដោតអារម្មណ៍ស៊ីជម្រៅក្នុងការធ្វើក្នុងការគិតអញ្ចឹងហើយបានប្រាក់ខែពួកគាត់ខ្ពស់ព្រោះការងារដែលគាត់ផលិតចេញមកវាមានគុណតម្លៃខ្ពស់ពិបាកចម្លងហើយមិនមែនអ្នកណាក៏អាចធ្វើបានទេចំណែកឯ Shallow Work វិញគឺជាការងារដែលមិនត្រូវការផ្ដោតអារម្មណ៍ខ្ពស់ឬគេហៅថាការងារដែលឆិនឆៃការងារដែលធ្វើឲ្យយើងមើលទៅវាដូចជារវល់តែអត់បានលទ្ធផលឬក៏សមិទ្ធផលដែលមានគុណតម្លៃច្រើនទេដូចជាអីខ្លះដូចជាការឆ្លើយតបសារច្រើនដែលអត់ចាំបាច់ការធ្វើការងារ 4-5 អត់ព្រមផ្ដោតទៅលើការងារតែមួយឆែកមើលឬតាមដាននៅបណ្ដាញសង្គមដែលមិនពាក់ព័ន្ធជាមួយនឹងការងារអញ្ចឹងទៅគន្លឹះសំខាន់ដែលសៀវភៅនេះចង់ប្រាប់អ្នកនោះគឺចំណាយពេលធ្វើ Deep Work ច្រើនប៉ុណ្ណាអ្នកកាន់តែរីកចម្រើនច្រើនប៉ុណ្ណោះជំនាញអ្នកកាន់តែកម្រសមត្ថភាពរបស់អ្នកក៏កាន់តែមានតម្លៃដែលមនុស្សគ្រប់គ្នាគេចង់បានឥឡូវចូលមកដល់មេរៀនចំនួន5ដែលពួកយើងគិតថាសំខាន់វិញមេរៀនទី1រៀនផ្ដោតអារម្មណ៍ស៊ីជម្រៅក្នុងសៀវភៅលោក Cal Newport និយាយថាការផ្ដោតអារម្មណ៍គឺដូចសាច់ដុំអញ្ចឹងវាត្រូវការវឹកហាត់និងវិន័យច្បាស់លាស់មានន័យថាអ្នកត្រូវកំណត់ពេលវេលាជាក់លាក់ក្នុងការអង្គុយចុះដើម្បីធ្វើការផ្ដោតអារម្មណ៍ទៅលើការងារណាមួយឲ្យបានស៊ីជម្រៅចូលម៉ោងប្រមាណចេញម៉ោងប្រមាណរៀងរាល់ថ្ងៃនឹងធ្វើវានៅម៉ោងប្រមាណពេលព្រឹកពេលថ្ងៃឬក៏ពេលយប់អញ្ចឹងទៅលើសពីនេះទៅទៀតអ្នកគួរតែមាន ritual នេះបាក់បោះជាខ្មែរបន្តិចតែវាប្រហែលនឹងពាក្យថាពិធីការមិនពហិការណាពិធីការមានន័យថាគួរតែមានទម្លាប់ណាមួយដែលអ្នកធ្វើមុនពេលដាក់ខ្លួនអង្គុយផ្ដោតអារម្មណ៍ឬក៏ Deep Work ហ្នឹងដូចខ្ញុំខ្លួនឯងផ្ទាល់រាល់ព្រឹកម៉ោង8ដល់ម៉ោង12គឺខ្ញុំផ្ដោតតែទៅលើការងារមួយដែលត្រូវការពេលស៊ីជម្រៅតែប៉ុណ្ណោះទេដូចជាសរសេរសៀវភៅរៀបចំយុទ្ធសាស្ត្រជាដើមអត់ធ្វើអីផ្សេងទាំងអស់បើអត់ចាំបាច់ហើយមុនចូលអង្គុយផ្ដោតអារម្មណ៍ខ្ញុំតែងតែឡើងទៅលើផ្ទះឈរក្រោមពន្លឺព្រះអាទិត្យ 4 ទៅ 5 នាទីឲ្យវាស្វាងហើយចុះមកវិញឆុងកាហ្វេមួយកែវដាក់លើតុធ្វើការចាប់ផ្ដើមពីម៉ោង 7 កន្លះម៉ោង 8 ផ្ដោតអារម្មណ៍រហូតដល់ម៉ោង 12 ការងារផ្សេងទៀតដែលអត់ត្រូវការផ្ដោតអារម្មណ៍ខ្លាំងដូចឆ្លើយអ៊ីមែលតបសារឆែកមើល page channel តិចតួចអាហ្នឹងចាំម៉ោង 1សម្រាប់ហើយបានខ្ញុំធ្វើកុំផ្ដោតអារម្មណ៍ធ្វើការតែពេលដែលមានអារម្មណ៍ចង់ធ្វើជ្រើសរើសម៉ោងជាក់លាក់អង្គុយចាប់ផ្ដើមហើយបដិញ្ញាចិត្តដូចនៅក្នុងសៀវភៅនេះគេថាផ្ដោតអារម្មណ៍ដូចសាច់ដុំអញ្ចឹងបើយើងវឹកហាត់ខួរក្បាលយើងរាល់ថ្ងៃយូរទៅវានឹងចាំខ្លួនឯងដល់ម៉ោងហ្នឹងគឺវាត្រូវតែផ្ដោតអារម្មណ៍មកហើយវានឹងធ្វើឲ្យអ្នកនឹងងាយស្រួលក្នុងការផ្ដោតអារម្មណ៍បន្ថែមទៀត
មេរៀនទី2កុំឲ្យខ្លាចការទំនេរអបសុក embrace boredom ពួកយើងភាគច្រើនសម័យឥឡូវនេះដូចទៅក្នុងសភៅនឹងនិយាយអញ្ចឹងដាក់សម្ពាធទៅលើខួរក្បាលខ្លួនឯងខ្លាំងព្រោះថាខួរក្បាលអត់ដែលទំនេរទេសូម្បីតែពាក្យថាលំហែកាយលំហែខួរហ្នឹងក៏ប្រតិបត្តិទៅវាអត់ត្រូវដែរក្នុងពេលបច្ចុប្បន្ននេះពេលខ្លះយើងចង់បន្ធូរសម្ពាធពីខួរក្បាលចង់ឲ្យខួរក្បាលយើងសម្រាកគេហៅ relaxing ណាតែដល់ពេលយើងចង់ relaxing យើងបែរជាយកទូរស័ព្ទមកលេងព្រោះយើងគិតថាការយកទូរស័ព្ទមកលេងហ្នឹងវាជួយកាត់បន្ថយសម្ពាធពីខួរក្បាលតែជាក់ស្ដែងអត់ទេ No អ្នកទាំងអស់គ្នាអាចឆែកមើលព័ត៌មានបន្ថែមទៅខ្លួនឯងបាននៅក្នុង Google ឬក៏ AI អញ្ចឹងទៅការលេងទូរស័ព្ទនេះមិនមែនកាត់បន្ថយ stress ឬបន្ធូរសម្ពាធពីខួរក្បាលទេវាមិនបានលំហែខួរយើងទេវារឹតតែដាក់សម្ពាធទៅលើខួរក្បាលយើងទៅវិញឧទាហរណ៍ងាយយល់ខួរក្បាលរបស់ពួកយើងចាប់យកព័ត៌មានដូចចំណីអញ្ចឹងតែកាលណាយើងញ៉ាំច្រើនខួរក្បាលយើងវាឆ្អែតវាត្រូវការពេលដើម្បីរំលាយអាហារអញ្ចឹងហើយបានយើងមានអារម្មណ៍ថាណែនក្បាលឬក៏ stress តែដល់ពេលយើងមានអារម្មណ៍ថាខួរក្បាលយើងណែន stress យើងបែរទៅជាញ៉ាំចំណីបន្ថែមទៀតដែលគេហៅថា consume more information ដោយការលេងទូរស័ព្ទទៅចាំថាបណ្ដាញសង្គម game គឺពោពេញទៅដោយព័ត៌មានវាមិនមែនជាការសម្រាកលំហែខួរទេអានេះគឺជាការដែលយើងកំពុងតែព្យាយាមញុកបន្ថែមព័ត៌មានចូលទៅក្នុងខួរក្បាលរបស់យើងវារៀងចម្លែកបន្តិចប៉ុន្តែអាការដែលយើងអបសុកអត់ដឹងធ្វើអីហ្នឹងណាវាជួយឲ្យខួរក្បាលយើងបានសម្រាកនិងត្រៀមខួរក្បាលយើងសម្រាប់ deep work ឬក៏ការងារស៊ីជម្រៅដូចខ្ញុំឈរនៅលើផ្ទះក្រោមពន្លឺថ្ងៃ5នាទីរាល់ព្រឹកសួរតែអបសុកអត់ដឹងថាធ្វើអីទេអបសុកទៅហើយប៉ុន្តែយើងត្រូវតែធ្វើវាយើងចូលមើលតែសភាពលើផ្ទះអត់មានការគិតអត់មានការលេងទូរស័ព្ទអត់មានអីទាំងអស់អញ្ចឹងវាធ្វើឲ្យខួរក្បាលយើងវាបានសម្រាកបញ្ហាបច្ចុប្បន្ននេះគឺមនុស្សយើងអត់ទម្លាប់ទំនេរខួរក្បាលទេយើងចាប់ផ្ដើមលេងទូរស័ព្ទភ្លាមនៅពេលដែលយើងមានអារម្មណ៍ថាធុញថប់លោក Cal Newport និយាយនៅក្នុងសៀវភៅនេះថាគាត់លើកទឹកចិត្តឲ្យយើងហ្វឹកហាត់ការទុកខួរក្បាលនិងអារម្មណ៍នឹងឲ្យទំនេរនៅពេលណាដែលយើងមានអារម្មណ៍ថាចង់ចាប់ទូរស័ព្ទមកលេងសាកល្បងទប់ស្កាត់វាបង្វឹកខួរក្បាលឲ្យអង្គុយស្ងៀមដើម្បីសម្រាកបើទោះបីជាខួរក្បាលយើងចង់បានការកំសាន្តក៏ដោយតែខួរក្បាលយើងបានសម្រាកគ្រប់គ្រាន់ទើបយើងអាចផ្ដោតអារម្មណ៍បានបើមិនចឹងទេបែកសមាធិអស់ហើយមេរៀនទី3ការបន្ថយការងាររយៈ minimize the shallow work ដូចនិយាយនៅខាងលើអញ្ចឹងពួកយើងដឹងស្រាប់ហើយថាការងារដែលយើងផ្ដោតអារម្មណ៍ស៊ីជម្រៅឬក៏ deep work ហ្នឹងវាសំខាន់ក្នុងសៀវភៅនេះលើកទឹកចិត្តឲ្យយើងកាត់បន្ថយការងារមិនសំខាន់ដែលកកស្ទះកាលវិភាគរបស់យើងដែលវាស៊ីពេលយើងច្រើនតែបានលទ្ធផលតិចកុំប្រើពេលមួយថ្ងៃទៅលើការងារដែលមិនស៊ីជម្រៅការងារណាដែលវាគេហៅថារដាក់រដប់តិចតួចឬអ្វីដែលគ្រាន់តែធ្វើឲ្យយើងមើលទៅវារវល់តែអត់បានដុំកភួនអីមកវិញទេកន្លែងនេះសម្បើមុខកញ្ចក់បន្តិចមិនមែនឲ្យឈប់ធ្វើការទាំងអស់ទេណាតិចស្ដាប់ឲ្យឈប់បោកអាវឈប់បោកផ្ទះឈប់ងូតទឹកចាប់បដៅពួកខ្ញុំគ្រាន់តែចង់ឲ្យកាត់បន្ថយទៅលើវាមិនមែនបោកកៅអៅ5កាផ្លេប្រើពេល2ម៉ោងទេត្រឡប់មកសាច់រឿងយើងវិញអ្នកគួរតែការពារពេលវេលារបស់អ្នកទុកសម្រាប់ការងារដែលវាស៊ីជម្រៅមិនមែនជាការងារដែលគេហៅថារយៈឬក៏រដាក់រដប់តិចតួចទេបាទមេរៀនទី4ឥទ្ធិពលនៃបណ្ដាញសង្គម Digital ទៅលើការផ្ដោតអារម្មណ៍ការរំខានធំមួយក្នុងចំណោមការរំខានផ្សេងទៀតទៅលើការផ្ដោតអារម្មណ៍របស់យើងក្នុងពេលបច្ចុប្បន្ននោះគឺបណ្ដាញសង្គមនៅក្នុងសៀវភៅលោក Cal Newport បានលើកទឹកចិត្តឲ្យកាត់បន្ថយក្នុងការប្រើប្រាស់នៅបណ្ដាញសង្គមឬក៏ Digital Tool ដែលអត់បានការប្រសិនបើកម្មវិធីទាំងអស់នោះមិនផ្ដល់ដល់ផលប្រយោជន៍វិជ្ជមានសម្រាប់អ្នកប្រើទៅវិញទេអញ្ចឹងមានន័យថាវាកំពុងតែលួចយកការផ្ដោតអារម្មណ៍របស់អ្នកកន្លែងនេះសូមបើកវងកញ្ចក់បន្តិចដែរអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាចុះបើសម្រាប់អ្នកដែលគាត់ធ្វើការងារជាមួយនឹងរឿងទាំងអស់ហ្នឹងធ្វើការងារជាមួយបណ្ដាញសង្គមជាមួយនឹង Digital Tool ពួកគាត់កំពុងតែធ្វើរឿងអត់បានការដែរមែនសម្រាប់ចំណុចនេះអ្នកនិពន្ធគ្រាន់តែចង់ឲ្យពួកយើងកាត់បន្ថយការប្រើប្រាស់ដែលអត់បានការទេដែលមិនផ្ដល់ប្រយោជន៍វិជ្ជមានមកឲ្យពួកយើងវិញណាប៉ុន្តែសម្រាប់ការងារដែលពាក់ព័ន្ធជាមួយនឹងពួកវាដែលអ្នកទាំងអស់គ្នាធ្វើវាមិនមែនជារឿងដែលមិនផ្ដល់ផលប្រយោជន៍វិជ្ជមានទៅឲ្យអ្នកវិញទេត្រឡប់មកសាច់រឿងយើងវិញបើសិនបើកម្មវិធីទាំងអស់នោះមិនផ្ដល់នូវផលប្រយោជន៍វិជ្ជមានសម្រាប់អ្នកប្រើវិញទេយើងគួរតែកាត់បន្ថយវាទៅព្រោះថារាល់ notification រាល់ការឆែកសារព្រោះខ្លាចមានគេឆាតមកអញ្ចឹងណារាល់ new feed ដែលយើងឆែកវាធ្វើឲ្យសមត្ថភាពក្នុងការផ្ដោតអារម្មណ៍របស់ពួកយើងនឹងធ្លាក់ចុះมันអាចផ្ដោតអារម្មណ៍បានជាលទ្ធផលប៉ះពាល់មួយហើយផលប៉ះពាល់សំខាន់មួយទៀតនោះគឺដោយឧទាហរណ៍នៅខាងលើអញ្ចឹង when we consume too much information from the internet it create digital stress នៅពេលដែលយើងចាប់យកចំណីអាហារកំសាន្តច្រើនពេកនៅលើអ៊ីនធឺណិតវាធ្វើឲ្យយើងនឹងមានអារម្មណ៍ថា stressចំណុចនេះនាំឲ្យយើងមកដល់បញ្ហាសំខាន់មួយទៀតគឺ digital stress សម័យនេះយុវវ័យចំណាយពេលទៅលើអេក្រង់ទូរស័ព្ទឬក៏កុំព្យូទ័ររាប់ម៉ោងរាល់ថ្ងៃបើទៅលើរឿងការងារវាធ្វើឲ្យយើងនឹងធុញថប់ឬក៏ stress បើទៅលើការកម្សាន្តអារម្មណ៍វាធ្វើឲ្យ dopamine យើងវា spike ឬក៏ឡើងខ្ពស់ព្រោះយើងទទួលបាននូវការកម្សាន្តអារម្មណ៍និងភាពរីករាយពីការញ៉ាំនៅចំណីអារម្មណ៍កម្សាន្តទាំងអស់នេះវាធ្វើឲ្យយើងនឹងលែងចង់ធ្វើការងារផ្សេងទៀត
ផ្ដោតអារម្មណ៍លើការងារសំខាន់អត់សប្បាយដូច scrolling ទេការស្រាវជ្រាវមួយបង្ហាញថាការប្រើឧបករណ៍ digital ក្នុងរយៈពេលយូរណាទី1បង្កើត stress ទី2កាត់បន្ថយនូវភាពអត់ធ្មត់ហើយទី3គឺកាត់បន្ថយប្រសិទ្ធភាពការងារជាពិសេសសមត្ថភាពក្នុងការផ្ដោតអារម្មណ៍នឹងតែម្ដងអញ្ចឹងហើយបានក្នុងសៀវភៅនេះអ្នកនិពន្ធក៏លើកទឹកចិត្តឲ្យយើងកាត់បន្ថយក្នុងការប្រើប្រាស់នៅបណ្ដាញសង្គមឬក៏ឧបករណ៍ digital ផ្សេងទៀតដែលមិនបានជួយជាប្រយោជន៍ទៅដល់អ្នកវិញមេរៀនទី5ការផ្លាស់ប្ដូរបរិយាកាសនិងបទពិសោធន៍ថ្មីៗនៅក្នុងសៀវភៅនេះបាននិយាយពីវិធីក្នុងការបង្កើតនៅសមត្ថភាពផ្ដោតអារម្មណ៍ជាច្រើនដូចជាការសមាធិកាត់បន្ថយ stress និងរៀបចំទម្លាប់វិន័យប្រចាំខ្លួនជាដើមតែអ្វីដែលលេចធ្លោដែលក្រុមការងារក្រកោតសម្គាល់ក្រោយអានសៀវភៅនេះគឺការផ្លាស់ប្ដូរនៅបរិយាកាសនិងបទពិសោធន៍ថ្មីនៅក្នុងសៀវភៅនេះលោក Cal Newport បានជជែកអំពីគុណតម្លៃនៃការផ្លាស់ប្ដូរឬក៏រៀបចំនៅបរិយាកាសផ្ទាល់ខ្លួនរបស់ខ្លួនឯងដែលវាមានឥទ្ធិពលទៅលើការផ្ដោតអារម្មណ៍តែប៉ុន្តែរឿងនេះសូម្បីតែសៀវភៅ Atomic Habits ក៏ធ្លាប់បាននិយាយពីសារៈសំខាន់នៅក្នុងការរៀបចំបរិយាកាសជុំវិញខ្លួនដែរចឹងនៅក្នុងសៀវភៅ Deep Work គេនិយាយថាចំណុចទី1បើសិនជាយើងចង់ឲ្យការផ្ដោតអារម្មណ៍នេះវាងាយស្រួលសម្រាប់យើងត្រូវរៀបចំបរិយាកាសនៅជុំវិញខ្លួនដូចជាបន្ទប់ដែលយើងអង្គុយធ្វើការងារស៊ីជម្រៅជាដើមហ្នឹងឲ្យវាគ្មានការរំខានពីសំណាក់ខាងក្រៅមកឬក៏មានការរំខានតិចបំផុតតាមដែលអាចធ្វើទៅបានដូចជារកកន្លែងដាក់ទូរស័ព្ទកុំឲ្យរំខានដល់យើងរៀបចំអីវ៉ាន់លើតុកុំឲ្យវាមានភាពអញ្ញែអញ្ញៃជាដើមចឹងទៅចំណុចទី2បើសិនជាអ្នកគិតថាកន្លែងដែលអ្នកផ្ដោតអារម្មណ៍រាល់ដងហ្នឹងវារញ៉េរញ៉ៃពេកមិនអាចធ្វើឲ្យអ្នកផ្ដោតអារម្មណ៍បានអ្នកគួរតែសាកល្បងរកកន្លែងផ្សេងដែលអាចឲ្យអ្នកងាយស្រួលក្នុងការផ្ដោតអារម្មណ៍ជាងនេះដូចជាដើមឡើយអ្នករៀននៅក្នុងបន្ទប់គេងអ្នកអាចសាកល្បងទៅរៀននៅក្នុងបន្ទប់ទទួលភ្ញៀវឧទាហរណ៍ណាបាទឬក៏អាចសាកល្បងទៅរៀននៅក្នុងហាងកាហ្វេជាដើមចឹងទៅចំពោះចំណុចហាងកាហ្វេនេះសម្បើកញ្ចក់បន្តិចពួកខ្ញុំអត់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចំណាយថវិកាច្រើនទេណាអានេះវាគ្រាន់តែជារឿងមួយដែលវាបានផលសម្រាប់ខ្ញុំតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចសាកល្បងវាបានហើយចំណុចទី3ផ្លាស់ប្ដូរបរិយាកាសនិងបទពិសោធន៍ថ្មីដូចនៅក្នុងចំណុចខាងលើនិយាយអញ្ចឹង digital stress និង stress យើងទូទៅហ្នឹងវាធ្វើឲ្យសមាធិនិងការផ្ដោតអារម្មណ៍របស់យើងនឹងវាធ្លាក់ចុះ It is hard for deep work to happen when you are stressed ពួកយើងលើកទឹកចិត្តឲ្យអ្នកផ្លាស់ប្ដូរបរិយាកាសឬក៏ទទួលយកនៅបទពិសោធន៍ថ្មីៗដោយនៅក្នុងសៀវភៅ Ikigai ក៏និយាយអញ្ចឹងដែរ experience new thing as much as possible បន្ថែមរសជាតិឲ្យជីវិតខ្លួនឯងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាសាកនៅបទពិសោធន៍ថ្មីអាទិត្យនេះបើអាចល្ងាចឡើងអាចរកគ្នាទៅរត់មុខវាំងសម្រាប់អ្នកនៅភ្នំពេញហើយសម្រាប់គ្នាយើងដែលនៅតាមខេត្តអាចរកមើលកន្លែងណាដែល fresh ហើយរត់សាកមើលឲ្យស្គាល់រសជាតិថ្មីសាកមើលតែបើខ្ជិលរត់ខ្ជិលដើរសាកល្បងជិះកង់3តាដាពេលល្ងាចជាមួយនឹងមិត្តភ័ក្តិពួកម៉ាក់របស់យើងនិយាយគ្នាលេងបដាមើលជីវិតប្រចាំថ្ងៃទីក្រុងបដាបើមានខ្យល់តិចផងសบายសាហាវប៉ុន្តែកុំឲ្យទៅអាកន្លែងណាដែលវាស្ទះប្រយ័ត្នហិតផ្សែងឡើងនិយាយត្រង់កង់3តាដាអត់ថ្លៃប្រហែលទេបើយើងជិះដើម្បីទទួលយកបទពិសោធន៍ថ្មីថែមរសជាតិឲ្យជីវិតយើងព្រោះវាជួយបន្ធូរសម្ពាធខួរក្បាលនិងអារម្មណ៍យើងមែនជិះបដានិយាយគ្នាលេងមួយមិត្តភ័ក្តិបដាមើលគេមើលឯងខ្ញុំមួយពួកម៉ាក់ខ្ញុំណាពេលព្រឹកសៅរ៍អាទិត្យមកជួបគ្នាថ្ងៃណាខ្ជិលបើកឡានណាកង់3អគ្គិសនីតាដាទៅហើយនិយាយគ្នាផ្អើលភូមិអូខេដូចជាអស់ហើយសម្រាប់សៀវភៅយើងថ្ងៃនេះគោលកំណត់សំខាន់ពីការផ្ដោតអារម្មណ៍ស៊ីជម្រៅនិងមេរៀន5ដែលយើងគិតថាវាមានតម្លៃសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងពួកយើងលើកទឹកចិត្តឲ្យអ្នកចាប់ផ្ដើមអនុវត្តការផ្ដោតអារម្មណ៍ក្នុងអាទិត្យនេះតទៅជ្រើសរើសការងារសំខាន់តែមួយបានហើយសម្រាប់ថ្ងៃនេះឬក៏អាទិត្យនេះរកកន្លែងអង្គុយដែលអ្នកគិតថាអាចឲ្យអ្នកផ្ដោតអារម្មណ៍បានល្អដាក់ទូរស័ព្ទ silent និងកាត់បន្ថយការរំខានពីបរិយាកាសខាងក្រៅឲ្យវាតិចបំផុតតាមដែលអាចធ្វើទៅបានណាតែមកកំណត់ម៉ោង60ទៅ90នាទីហើយផ្ដោតលើការងារនោះរហូតដល់ចប់ម៉ោងបើថាអាទិត្យនឹង stress ដោយសារតែនៅមុខអេក្រង់ច្រើនពេកឬក៏គិតរឿងការងារច្រើនពេកល្ងាចឬព្រឹកព្រលឹមនឹងរកមិត្តភ័ក្តិជិះកង់3អគ្គិសនីតាដាដើរលេងយកបទពិសោធន៍លំហែខួរក្បាលទៅតែពិតតាដានោះមាន promotion ច្រើនណាស់ដូចឥឡូវនេះសម្រាប់អ្នកដែលមិនធ្លាប់ download app តាដាសោះថ្មីហ្មងក្រោយ sign in account នៅក្នុង app នឹងហើយតាដាមាន promotion discount 5000រៀល3ដងសម្រាប់អ្នកបន្តទៅទៀតបើអ្នកអត់ធ្លាប់ធ្វើ deep work ពីមុនមកទេសាកល្បងធ្វើវាមួយថ្ងៃសាកមើលវាដូចសាច់ដុំអញ្ចឹងធ្វើកាន់តែយូរខួរក្បាលអ្នកនឹងកាន់តែងាយស្រួលក្នុងការផ្ដោតអារម្មណ៍ការងារក៏ដោយរៀនសូត្រក៏ដោយគឺមានប្រសិទ្ធភាពជាងមុនម្ដងទៀតអ្នកទាំងអស់គ្នាគួរតែចាប់ផ្ដើមនៅថ្ងៃនេះជ្រើសរើសការងារមួយប្លុកម៉ោងណាមួយហើយចាំមើលទៅថាតើប្រសិទ្ធភាពការងាររបស់អ្នកទាំងអស់គ្នានឹងវាមានច្រើនប៉ុណ្ណាពេលដែលអ្នកផ្ដោតអារម្មណ៍ធ្វើការងារដោយស៊ីជម្រៅជាចុងក្រោយពីពួកយើងក្រក៏សូមជូនពរអ្នកទាំងអស់គ្នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះសូមឲ្យជួបតែសេចក្តីសុខសុវត្ថិភាពគ្រប់ពេលពីពួកយើងក្ររីកចម្រើនគ្រប់ពេលសូមអរគុណអ្នកទាំងអស់គ្នា